រៀងព្រះនាងសេរីនិងត្រីអណ្ដែងយ៉ាក់ព្រះនាងសេរីរស់នៅក្នុងភូមិអណ្ដែតទឹកដ៏ស្រស់ស្អាតមួយប៉ុន្តែឥឡូវនេះបឹងកំពុងជួបទុក្ខព្រួយផ្កាឈូកនិងផ្កាជាច្រើនបានក្រៀមស្វិតអស់នៅបាតបឹងដ៏ជ្រៅយ៉ាងងងឹតមានត្រីអណ្ដែងយ៉ាក់មួយក្បាលកំពុងរស់នៅវាមានមាឌធំជាងគេបង្អស់នៅក្នុងបឹងនេះប៉ុន្តែត្រីអណ្ដែងយ៉ាក់នេះកំពុងមានទុក្ខព្រួយយ៉ាងខ្លាំងវាមានអារម្មណ៍ឯកោណាស់គ្មាននរណាម្នាក់ចង់ធ្វើជាមិត្តជាមួយនឹងវាឡើយព្រះនាងសេរីខ្វាយខ្វល់ខ្លាំងណាស់នាងចង់ដឹងថាហេតុអ្វីបានជាសួនផ្កាដ៏ស្អាតคล้ายជាបែបនេះនៅថ្ងៃមួយព្រះនាងសេរីបានឃើញអ្វីម្យ៉ាងចម្លែកដូចជាពពុះទឹកធំមួយបានផុសឡើងពីបាតបឹងនៅក្នុងពពុះទឹកនោះមានពន្លឺពណ៌បៃតងតូចមួយសេរីគិតថាពន្លឺនេះប្រហែលជាមាងអាចកំបាំងសេរីសម្រេចចិត្តចុះទៅបាតបឹងដើម្បីស្វែងរកការពិតនាងរៀបចំទូកតូចមួយនិងយកឃ្លួយរបស់នាងទៅជាមួយនៅពេលព្រះអាទិត្យលិចនាងក៏ចាប់ផ្ដើមចេញដំណើរទៅសេរីជិះទូកទៅមុខយ៉ាងស្ងៀមស្ងាត់នាងកំពុងចូលទៅក្នុងអពាក់ក្រាស់មួយអពាក់នោះមើលទៅគួរឲ្យខ្លាចបន្តិចប៉ុន្តែសេរីនាងមិនខ្លាចនោះឡើយនាងតាំងចិត្តថានឹងរកឲ្យឃើញអាចកំបាំងនាងជិះទូកកាត់តាមដើមត្រែងដ៏ធំធំដើមត្រែងទាំងនោះមើលទៅដូចជាកំពុងនិយាយគ្នាអញ្ចឹងពួកវាដូចជាប្រាប់សេរីឲ្យប្រយ័ត្នខ្លួនផងសេរីស្ដាប់ដោយយកចិត្តទុកដាក់ប៉ុន្តែនាងនៅតែបន្តដំណើរទៅមុខទៀតភ្លាមនោះសេរីបានឃើញអ្វីម្យ៉ាងដ៏អស្ចារ្យមានទឹកគួចដ៏ធំមួយនៅកណ្ដាលបឹងទឹកគួចនោះមើលទៅដូចជាច្រកចូលទៅកាន់ពិភពមួយផ្សេងទៀតសេរីឈប់ទូកនិងសម្លឹងមើលទៅច្រកចូលនោះនាងដឹងថានាងត្រូវតែចូលទៅខាងក្រោមនាងបានរៀបចំកាន់ឃ្លួយរបស់នាងឲ្យជាប់និងដកដង្ហើមវែងសេរីលោតចុះទៅក្នុងទឹកវិលនោះនាងហែលចុះទៅបាតបឹងយ៉ាងលឿននៅបាតបឹងគឺងងឹតខ្លាំងណាស់និងត្រជាក់ខ្លាំងទៀតផងវាគ្មានអ្វីទាំងអស់មានតែភាពស្ងៀមស្ងាត់សេរីបានហែលចុះទៅកាន់តែជ្រៅទៅនាងមិនព្រមបោះបង់ចោលឡើយស្រាប់តែសេរីបានឃើញពន្លឺមួយនៅខាងមុខមានផ្កាឈូកតូចដែលមានពន្លឺពណ៌បៃតងតម្រៀបគ្នាជាផ្លូវសេរីហែលបានផ្លូវនោះនាងសង្ឃឹមថាវានឹងនាំនាងទៅរកការពិតនៅចុងផ្លូវនោះសេរីបានឃើញទ្វារថ្មដ៏ធំមួយទ្វារនោះមើលទៅដូចជាថ្មបុរាណខ្លាំងណាស់មានចម្លាក់រូបស្រីរបាំអប្សរានៅលើទ្វារនោះទៀតផងសេរីដើរចូលតាមទ្វារនោះបន្ទាប់ពីចូលតាមទ្វារមកសេរីបានវង្វេងផ្លូវនៅទីនេះងងឹតជាងមុនទៅទៀតសេរីមានអារម្មណ៍ថាត្រជាក់និងភ័យខ្លាចបន្តិចនាងមិនដឹងថាត្រូវទៅទីណាទៀតនោះទេនាងចាប់កាន់ឃ្លួយរបស់នាងយកឃ្លួយចេញពីក្រមាឃ្លួយនោះចាប់ផ្ដើមមានពន្លឺតិចសេរីសង្ឃឹមថាតន្ត្រីអាចជួយនាងបានសេរីចាប់ផ្ដើមភ្លឹមឃ្លួយសំឡេងឃ្លួយដ៏ពីរោះបានបន្លឺឡើងមានពពុះទឹកពណ៌មាសមួយបានចេញពីឃ្លួយពន្លឺពណ៌មាសនោះបានបណ្ដេញភាពងងឹតចេញសំឡេងឃ្លួយរបស់សេរីឮសាយភាយពេញបាតបឹងពពុះទឹកពណ៌មាសរាប់ពាន់បានបំភឺបាតបឹងដ៏ជ្រៅនោះភាពងងឹតបានរលាយបាត់អស់សេរីលែងខ្លាចទៀតហើយត្រីអណ្ដែងយ៉ាក់ដែលកំពុងលង់លក់បានឮសំឡេងឃ្លួយវាបានបើកភ្នែកដ៏ធំរបស់វាឡើងវាឆ្ងល់ណាស់ថាតើនរណាកំពុងភ្លឹមឃ្លួយយ៉ាងពីរោះបែបនេះស្រាប់តែមានស្រមោលដ៏ធំមួយបានលេចឡើងពីក្រោយខ្នងរបស់សេរីនោះគឺត្រីអណ្ដែងយ៉ាក់នោះឯងវាសម្លឹងមើលសេរីដោយការខ្ញាក់ផ្អើលសេរីឈប់ភ្លឹមឃ្លួយនិងសម្លឹងមើលទៅត្រីអណ្ដែងយ៉ាក់វិញសេរីភ័យខ្លាចបន្តិចប៉ុន្តែនាងមិនរត់ចេញឡើយនាងសម្លឹងមើលទៅក្នុងភ្នែករបស់ត្រីអណ្ដែងយ៉ាក់នាងបានឃើញភាពឯកោនៅក្នុងភ្នែករបស់វាសេរីសម្រេចចិត្តភ្លឹមឃ្លួយបន្តទៀតសេរីភ្លឹមឃ្លួយឲ្យត្រីអណ្ដែងយ៉ាក់ស្ដាប់តន្ត្រីរបស់នាងគឺពីរោះនិងមានការកក់ក្ដៅត្រីអណ្ដែងយ៉ាក់បិទភ្នែកស្ដាប់វាមានអារម្មណ៍ធូរស្រាលនិងសប្បាយចិត្ត
ត្រីអណ្ដែងយ៉ាក់មិនដែលឮតន្ត្រីពីរោះបែបនេះឡើយវាមានអារម្មណ៍លែងឯកោទៀតហើយស្រាប់តែត្រីអណ្ដែងយ៉ាក់បានញញឹមមួយវាជាស្នាមញញឹមដំបូងបង្អស់របស់វាត្រីអណ្ដែងយ៉ាក់បានប្រាប់សេរីអំពីអាចកំបាំងវាប្រាប់ថាវាឯកោណាស់ទុកព្រួយរបស់វាបានធ្វើឲ្យបឹងក្រៀមស្វិតសេរីស្ដាប់ដោយយកចិត្តទុកដាក់នាងចង់ជួយមិត្តថ្មីរបស់នាងខ្លាំងណាស់នាងគិតឃើញវិធីមួយនាងប្រាប់ត្រីអណ្ដែងយ៉ាក់ឲ្យហែលឡើងទៅលើជាមួយនាងសេរីជឿជាក់ថាដឹងត្រីអាចព្យាបាលបឹងបាននាងតាំងចិត្តថានឹងនាំមិត្តថ្មីទៅកាន់ពន្លឺព្រះអាទិត្យសេរីនិងត្រីអណ្ដែងយ៉ាក់ហែលឡើងទៅលើជាមួយគ្នាពួកគេហែលកាត់តាមប្តីងងឹតនោះពពុះទឹកពណ៌មាសនិងពណ៌បៃតងរាប់ពាន់ព័ទ្ធជុំវិញពួកគេនេះគឺជាការធ្វើដំណើរដ៏អស្ចារ្យរបស់ពួកគេបានហក់ឡើងពីលើទឹកសេរីដកដង្ហើមវែងត្រីអណ្ដែងយ៉ាក់ក៏បានហក់ឡើងដែរពន្លឺព្រះអាទិត្យដ៏កក់ក្ដៅបានបំភ្លឺពួកគេស្រាប់តែមានរឿងអស្ចារ្យកើតឡើងរលកពន្លឺពណ៌មាសនិងពណ៌បៃតងសាយភាយពេញបឹងផ្កាឈូកដែលក្រៀមស្វិតបានរីកស្គុះស្កាយឡើងវិញបឹងទាំងមូលប្រែជាមានជីវិតមកវិញសេរីសប្បាយចិត្តខ្លាំងណាស់នាងបានឃើញសួនផ្កាដ៏ស្អាតរីករឿងវិញនាងដឹងថាតន្ត្រីនិងក្តីស្រឡាញ់អាចជួយមិត្តរបស់នាងបាននាងភូមិបានរៀបចំពិធីបុណ្យដ៏ធំមួយពួកគេបានតុបតែងភូមិដោយគោមនិងផ្កាមៀងពន្លឺគ្រប់គ្នាសប្បាយចិត្តនិងអបអរសាទរចំពោះការវិលត្រឡប់នៃភាពស្រស់ស្អាតសេរីផ្លឹមខ្លួនឲ្យត្រីអណ្ដែងយ៉ាក់ស្ដាប់ជាចុងក្រោយវាជាបទភ្លេងដ៏កក់ក្ដៅនិងមានអត្ថន័យខ្លាំងណាស់ត្រីអណ្ដែងយ៉ាក់បិទភ្នែកស្ដាប់វាដឹងថាវាមានមិត្តពិតប្រាកដម្នាក់ហើយសេរីនិងត្រីអណ្ដែងយ៉ាក់ក្លាយជាមិត្តល្អនឹងគ្នាចាប់ពីថ្ងៃនេះទៅពួកគេដឹងថាមិត្តភាពពិតប្រាកដអាចជំនួសគ្រប់ឧបសគ្គពួកគេនឹងជួយគ្នាទៅវិញទៅមកនិងបឹងនឹងមានសន្តិភាពជានិរន្តរ៍បឹងត្រឡប់មកមានជីវិតឡើងវិញផ្កាឈូករីកស្គុះស្កាយនិងអ្នកភូមិរស់នៅដោយសប្បាយចិត្តសេរីនិងត្រីអណ្ដែងយ៉ាក់រស់នៅយ៉ាងសុខសាន្តជាមួយគ្នាក្តីស្រឡាញ់និងតន្ត្រីបាននាំមកនូវសន្តិភាពដល់បឹងដ៏អស្ចារ្យនេះជារៀងរាល់ហូត